សម្រាប់មុខម្ហូបមួយមុខនេះគឺជាលើកទី1ហើយក៏ជាលើកដំបូងសម្រាប់ខ្ញុំដែលខ្ញុំបានធ្វើវាហើយក៏ខ្ញុំក៏លះបង់មែនទែនគឺគ្រឿងផ្សំវាច្រើនមែនទែនណាបងប្អូនព្រោះដែលថាខ្ញុំអត់ដែលបានធ្វើអត់ដែលបានអីដែលថាសំបីតែមើល YouTube ក៏បានមើលតែថ្ងៃនេះគ្រឿងថាឃើញមកប្រពន្ធគេឃើញស្បែកជ្រូកក្នុងទូទឹកកកក៏គេយកទៅស្ងោរទៅអីមកគេហាន់ទុកឲ្យខ្ញុំធ្វើខ្ញុំម្ដងហើយក៏នេះឡៃតែរៀបរាប់ណានៃនេះដល់វាមកហាន់ខ្ទឹមហើយនឹងហាន់ខ្ទឹមសខ្ទឹមក្រហមរបស់យើងជាមុនសិនមកនេះហើយក៏យើងដាក់វាឲ្យល្អិតដើម្បីទុកងាយស្រួលបំពងឯណាហើយបន្ទាប់មកនេះមកហាន់ការ៉ុតរបស់យើងទៀតមកក៏ការ៉ុតនេះបើសិនជាបងប្អូនមានអាគេហៅខ្នោះកោសវាជាសរសៃមកកាន់តែអីម្ដងប៉ុន្តែខ្ញុំវាអត់មានខ្ញុំទើបតែហាន់ចែងបងប្អូនអើយបើសិនជាយើងមិនមានយើងត្រូវតែកែច្នៃធ្វើអីធ្វើម៉េចឲ្យតែថាវាមើលទៅវាអាចតែយើងគ្រឿងផ្សំរបស់យើងទទួលយកបានយើងអាចធ្វើទៅរួចណាបងប្អូនហើយក៏យើងទុកវាមួយឡែកសិនទៅក៏បន្ទាប់មកងាកមកជាមួយនឹងហាន់ម្ទេសរបស់យើងម្ទេសនេះគឺខ្ញុំដាក់តែបន្តិចទេមិនសូវជាដាក់ច្រើនទេប្រហែលជា4-5គ្រាប់ឯងហើយក៏យើងហាន់វាមកទុកមួយឡែកទៀតទៅក៏ដើម្បីថាកុំឲ្យកូនខ្ញុំវាហើវាអីខ្ញុំដាក់តែបន្តិចទេកុំឲ្យពេលណាដែលកូនគាត់ញ៉ាំផងទៅវាធ្វើឲ្យហើធ្វើអីហើយបន្ទាប់មកនេះយើងក៏ហាន់ក្រូចឆ្មារបស់យើងទុកមួយឡែកសិនទៅដូចតែគ្នាឯងដើម្បីកែច្នៃឲ្យវាឆាប់បានលឿនឆាប់អីណាពេលណាដែលយើងផ្សំគ្រឿងផ្សំអីវាទុកជាមុនសិនណាហើយបន្ទាប់មកលីងដូងរបស់យើងមកលីងដូងនេះដើម្បីឲ្យឈ្ងុយបើសិនជាយើងមិនលីងឲ្យឈ្ងុយទេវាអត់សូវឆ្ងាញ់ទេញើមរបស់យើងនោះព្រោះខ្ញុំគិតថាបើសិនជាកោបវាកាន់តែឈ្ងុយកាន់តែឆ្ងាញ់ហ្នឹងហើយក៏បន្ទាប់មកគឺយើងចាក់កពឹសដែលខ្ញុំស្ងោររួចអស់ហើយគឺយើងចាក់ទៅក៏លីងចូលគ្នាដើម្បីឲ្យវាក្លិនកាន់តែឈ្ងុយក្លិនតែអីនេះឯងបើសិនជាបងប្អូនខ្លះក៏គាត់ដាក់ទាំងដូងមិនបាក់លីងបាក់អីទេប៉ុន្តែខ្ញុំដាក់ដើម្បីឲ្យក្លិនឈ្ងុយនេះហើយក៏ដួសវាទុកមក10សិនទៅដួសមក10សិនទុកមក10សិនទៅក៏នេះយកមកងាកមកបំពងខ្ទឹមក្រហមខ្ទឹមសរបស់យើងឲ្យឡើងឈ្ងុយដូចតែគ្នាសិនមកទុកវាមួយឡែកដូចគ្នាព្រោះថាបើសិនជាយើងមិនបំពងវាទុកជាមុនសិនទេការលាយគ្រឿងរបស់យើងក៏វាពិបាករត់ទៅនេះរត់ទៅនោះណែបើសិនជាយើងមិនបំពងទុកមុននោះហើយក៏ដួសដាក់វាមួយឡែកសិនទៅក៏យើងងាកមកជាមួយនឹងហាន់គេហៅបកាក្រៀមណាហាន់ហាយប៊ីយីហឺអីដែលយើងធ្វើដែលយើងទិញមកពីផ្សារឬក៏យើងមាននឹងកន្លរបស់យើងណាហើយក៏ទឹកត្រីរបស់យើងហើយនឹងទឹកជីរបស់យើងនេះគឺយើងដាំឲ្យវាក្តៅទៅយើងដាក់វាចូលគ្នាសិនទៅទុកមួយឡែកទៀតហើយទុកមួយឡែកសិនទៅនេះយើងមកចាក់ជាមួយនឹងស្បែកជ្រូករបស់យើងដែលយើងបានស្ងោរឲ្យវាផុយឲ្យវាអីក៏មើលចោះបងប្អូនអើយតំណងមែនទែនហើយក៏យើងចាក់ជាមួយនឹងកំពឹសហើយនឹងដូងរបស់យើងដែលយើងលីងឲ្យវាឈ្ងុយឲ្យវាឆ្ងប់ណាហើយនេះដាក់កពឹសដាក់ឲ្យរួចអស់ហើយក៏យើងមកចាក់ជាមួយការ៉ុតរបស់យើងដែលយើងបានហាន់មកក៏មើលចោះបងប្អូនតំណងមែនទែនគឺយើងចេះតែផ្សំទៅណាបន្លែរបស់យើងតិចតួចគឺយើងចេះតែផ្សំទៅហើយជាមួយស្បែកក្តោបរបស់យើងដែលយើងបានហាន់បានអីទុកជាមុនសិនរួចតែគ្នាឯងហើយក៏យើងច្បល់ចូលគ្នាជាមុនសិនទៅនេះច្បល់ចុះច្បល់ឡើងច្បល់ចុះច្បល់ឡើងគឺយើងបន្ថែមជាមួយនឹងប៊ីចេងបន្តិចទៅព្រោះបើថាខ្ញុំចាំតែពេលដែលថាយើងថែមប៊ីចេងថែមអីរួចហើយចាំចាក់ទឹកត្រីនឹងតាមក្រោយនេះហើយក៏នេះដាក់ជាមួយនឹងខ្ទឹមបំពងរបស់យើងដែលយើងបានបំពងរួចជាស្រេចនេះព្រោះថាបើសិនជាយើងមិនបានធ្វើអាគ្រឿងផ្សំទាំងអស់មុននេះទុកទេវាធ្វើឲ្យយើងពិបាកណាហើយក៏នេះរោយជាមួយម្ទេសជាមុនសិនដូចតែគ្នាឯងបន្ទាប់ពីរោយម្ទេសបន្ទាប់ពីអីរួចអស់ហើយក៏នេះជាមួយចំបាច់ក្រូចឆ្មាដែលយើងបានហាន់ទុកជាមុនដូចតែគ្នាឯងនេះហើយគឺចំបាច់ចុះចំបាច់ឡើងចំបាច់ចុះចំបាច់ឡើងហើយថ្ងៃនេះក៏មានស្រោមដៃមានអីឲ្យលក្ខណៈថាបើសិនជាយើងមិនធ្វើអញ្ចឹងទេវាអាចកាហាយដៃហើយវាអាចថាមើលទៅក៏វាមិនសមរម្យដែលថាយើងច្បល់នឹងដៃណាបងប្អូនហើយបន្ទាប់មកយើងងាកមកថាលាយជាមួយអាទឹកត្រីរបស់យើងដែលយើងបានហាន់ជាមុនសិនមកអស់ទឹកត្រីបកាហើយនឹងទឹកត្រីរបស់យើងដែលយើងបានហាន់ណាហើយដាក់ជាមួយនឹងស្ករក្រហមរបស់យើងក៏ច្បល់ចូលគ្នាក៏ចាក់ព្រក់ទៅចាក់ព្រោះរួចហើយនេះយើងច្បល់ជាមួយនឹងញឹមរបស់យើងដែលថាយើងលាយជាមួយគ្រឿងក្រៅយើងសពមុខអស់ហើយគឺយើងនេះច្បល់ច្បាច់ឲ្យវាទន់ឲ្យវាអីណាបើសិនជាយើងមិនច្បាច់វាបន្តិចទេវាអាចធ្វើឲ្យយើងញ៉ាំទៅវាធ្វើឲ្យរបៀបថាលក្ខណៈថាអាស្បែកក្តោបនឹងក៏រឹងហើយការ៉ុតនឹងក៏រឹងហើយអាសាច់ស្បែកជ្រូកនឹងក៏វាមិនចូលជាតិគ្នាជាមួយនឹងគ្រឿងក្រៅរបស់យើងទេអញ្ចឹងហើយក៏យើងអាចថាច្បាច់វាឲ្យណាណៃព្រោះដៃនេះយើងបានយកអាដៃយើងផ្ទាល់មើលទៅវាមិនតំណងហើយក៏មើលទៅវាមិនសមរម្យដែលថាអាចថាបងប្អូនប្រាប់ថាអាចពាក់ស្រោមដៃស្រោមអីទៅឲ្យវាតំណងឲ្យវាអីណាហើយច្បាច់រួចអស់ហើយក៏នេះយើងមកបន្ថែមជាមួយរ៉ូឌីរបស់យើងមកអាគ្រឿងផ្សំដែលថាយើងធ្វើឲ្យរសជាតិហ្នឹងគឺមិនសូវបាក់ប្រើប៉ុន្មានទេយើងព្រោះថាអាការយើងលីងដូងលីងកពឹសយើងរួចអស់ហើយគឺយើងបន្ថែមថាបន្តិចបន្តួចមកគឺអេមហើយបងប្អូនអើយមើលចោះបងប្អូនឃើញតែអញ្ចឹងមែនណាបងប្អូនអើយគឺស្បែកជ្រូកហើយនឹងអាគ្រឿងក្រៅរបស់យើងដែលយើងចម្បាច់ចូលគ្នាឲ្យវាចូលជាតិគ្នានឹងស្បែកក្តោបនឹងការ៉ុតរបស់យើងនឹងវាចូលគ្នាអស់ហើយក៏មើលចោះទន់ហើយល្មើយហើយក៏តំណងមែនទេណាហើយច្បាច់រួចអស់ហើយក៏យើងបន្ថែមជាមួយនឹងស្ករសបន្តិចទៀតទៅព្រោះដោយសារខ្ញុំចូលចិត្តផ្អែមគឺខ្ញុំបន្ថែមជាមួយស្ករសនេះបើសិនជាបងប្អូនមិនសូវចូលចិត្តផ្អែមទេបាក់ថែមក៏បានដែរដាក់តែស្ករត្នោតស្ករក្រហមអីនៅតែស្រេចរួចអស់ហើយគឺយើងបាក់ថែមទីតែចំពោះខ្ញុំថែមបន្តិចទៅឲ្យវារសជាតិកាន់តែឆ្ងាញ់ថែមទៀតណាហើយបន្ទាប់មកនេះសណ្ដែកដីដែលយើងបានស្អីគេហៅថារំលីង
linh sầm bọt linh ấy được hơi này cứ chừng chạ trâu kia tàu nhầm cái này chụp mượt mình tên nó bong bóng nữa hay cái này chừng chụp bao trâu kia chụp bao lân cái này khơi tại chụp bao cái bong bóng nữa chụp bao phong phụ phong này pro tha men lum thì bong bóng lớp tí mũi sầm đam nhau mày đây nhau ai chơi nhom che bàn đấy pro nhom nấc man thà nhau mình ai chơi tao rồi thì pro tha nhưng mà đây ban thưa hay cũng nhưng mình đây ban thà xả là bong cho mui nừng ca thưa nhom thưa ấy thì pro về thà kêu câu về trơn pi tối nhom chưa rồi bằng cuốn phần tay ngày nay phục quân kỳ đạo nhom thưa này hình pro kỳ khơi spek truk ngô spek truk nừng tu tự co tốt kỳ có ngô kỳ ấy tục tăng phí prek ở nhom này nhom có vô một thưa oi tàu kỳ pra thà bong ngày nay nhom spek truk nhom có thưa tam kỳ tàu bằng cuốn pro thà bởi sân chỉ dương mình xả thưa mà hôm na để thà riêng nhập ấy tí vì mưa tàu có dương đâu tầm hôm thằng nghi luôn đây có về mình sau chỉ dương mình sau che update luôn dương người tao căn là thôi che thư một hộp của man đây bằng phone chẳng hơi dương tao để riêng phơi à na và bạn tịch tàu hay cái này dương bật thêm cho mũi trong coi bao kia dương bật thêm mà tin tịch tàu mà tin đấy dương trong hớ cái dương nhâm từng mũi rồi bây giờ mình trong hớ cái dương bạn nhảy tê pro một tê dương nông sạch ấy hay bật thêm cho mũi lợi chi nhân tăng pi chi niềng vông chi tray chi của ho mấy nơi dương đại châu kia tàu hayนี่nhóm cầm bán thoát bị cam một phê à bầm pong cho mui mà xua đi đây bằng phô nơi pro thà về lột về ấy tối nhóm chưa đã video nhóm khơi thà nhưng tại thành chân tao cứยังai thà tôi vô ba nơi pro mà xua bao dương bầm pong mới tao có nỉ lệ nạ thà về xuôi đó dương đã mô cho mui đừng nhâm cho mui đừng ấy dương mố cứ về tầm pia tao về lưu số cรูhay về xuôi chứ anh mà đâu ấy nó bằng phô nơi hay nhâm sbai chưa được bao dương rồi giờ chỉ ca sai vậy khơi tên nào lơ thà này có tao nôn mình tên bằng phô nơi còn là tham mưa mà xua bầm pong dương cứ nhâm tao có xuôi prao á na hay có con mình tên là bằng phô tay tại mưa video bọc nhom con mình tên là tay tại like tay tại xe tay tại comment nó bằng phô đấy mình ngày nay ban nhâm sbai chưa này có cái là đã mua cơm xong video là na này rồi đã về cho món này chạm nó chua phồng pong anh cái là ông đi click đi nó cho mới có pư đi click đi vào